ទៅតាមចិត្តវិទ្យាការលំបាកនៅក្នុងការងងុយគេងនៅពេលយប់ជារឿយៗបានបណ្ដាលមកពីតម្រូវការផ្នែកអារម្មណ៍ដែលមិនអាចបំពេញទាន់បានឬក៏ឧទាហរណ៍អ្នកជិតអូសទូរស័ព្ទដោយមិនដឹងខ្លួននៅពេលយប់ជ្រៅពេលដែលអ្នកដាក់ទូរស័ព្ទចុះគំនិតរបស់អ្នកចាប់ផ្ដើមវិលវល់អ្នកព្យាយាមរកវិធីផ្សេងដើម្បីងងុយគេងប៉ុន្តែវាមិនអាចធ្វើទៅរួចបានទេទីបំផុតអ្នកក៏លើកទូរស័ព្ទនោះមកមើលម្ដងទៀតរហូតដល់ធ្វើឲ្យអ្នកហេវហត់អស់កម្លាំងបើកភ្នែករែងរួចរហូតដល់អ្នកមិនអាចទប់ភ្នែកបានក៏គេងលក់ទៅអាកប្បកិរិយាបែបនេះគឺជាទម្រង់នៃការទូទាត់សងមួយនៅក្នុងផ្នែកចិត្តវិទ្យាឬក៏ជា coping mechanism មួយដែលគេឲ្យឈ្មោះថា insomnia ឬក៏យុទ្ធនាការនៅក្នុងការលំបាកនៅក្នុងការគេងលក់សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ The Vision នៅក្នុងសប្តាហ៍នេះអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានវីដេអូរបស់ Admin ហើយចំពោះអ្នកដែលស្ដាប់ថ្មីជួយចុច Follow និងចុច Subscribe Channel YouTube របស់ Admin មួយមកដែលដាក់ link នៅក្នុង bio តាមពិតទៅវាមិនមែនថាអ្នកទាំងអស់គ្នាមិនងងុយគេងនោះទេប៉ុន្តែផ្ទុយទៅវិញអារម្មណ៍របស់អ្នកទាំងអស់គ្នាមិនទាន់ត្រូវបានបំពេញពេញមួយថ្ងៃពេលវេលារបស់អ្នកត្រូវបានបំពេញដោយកិច្ចការការងារឬក៏ទំនួលខុសត្រូវគ្រប់ប្រភេទដោយមិនមានកន្លែងសម្រាប់បញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនឡើយឬក៏គ្មានឱកាសសម្រាប់ដកដង្ហើមនោះទេសម្រាប់អ្នកខ្លះនៅពេលយប់មកដល់ទើបអ្នកមានអារម្មណ៍ថាខ្លួនឯងមានសេរីភាពយ៉ាងពិតប្រាកដទោះបីជាគ្រាន់តែដេកនៅទីនោះគិតតែឯងក៏ដោយក៏អ្នកស្ទាក់ស្ទើរទុកឲ្យពេលវេលានោះកន្លងផុតទៅយ៉ាងលឿនព្រោះថានៅពេលនោះក្នុងគ្រាដ៏ស្ងប់ស្ងាត់បំផុតអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាមានសេរីភាពនិងមិនមានការគៀបសង្កត់ហើយអាចធ្វើរឿងដែលខ្លួនឯងចូលចិត្តជាទីបំផុតនៅក្នុងពេលជាមួយគ្នានេះដែរអ្នកខ្លះក៏ខ្លាចនៅក្នុងការប្រឈមមុខជាមួយនឹងថ្ងៃស្អែកនិងបញ្ហាប្រឈមដែលគ្មានទីបញ្ចប់ដែលមកជាមួយនឹងវាប្រសិនបើអ្នកព្យាយាមបង្ខំខ្លួនឯងឲ្យគេងអ្នកទំនងជានឹកឃើញថាកាលណាអ្នកបង្ខំវាកាន់តែខ្លាំងវាក៏កាន់តែមិនអាចគេងបានដូចគ្នាទីបំផុតអ្នកជួបប្រទះនឹងភាពតានតឹងដែលកើតឡើងមិនអាចឈប់ចរឬក៏អ្នកធ្វើឲ្យខ្លួនឯងនៅដល់យប់ជ្រៅការនៅដល់យប់ជ្រៅតាមពិតទៅគឺជាចំនួនរវាងតម្រូវការផ្លូវចិត្តរបស់អ្នកនិងការប្រឈមមុខនៃភាពពិតជំនួសឲ្យការសោកស្ដាយចំពោះការនៅយប់ជ្រៅឬបន្ទោសខ្លួនឯងជានិច្ចវិធីសាស្ត្រល្អប្រសើរបំផុតឬក៏មានប្រសិទ្ធភាពជាងមុនគឺត្រូវធ្វើសន្តិភាពផ្លូវចិត្តជាមួយនឹងខ្លួនឯងគេងនៅពេលដែលអ្នកធ្លាមខ្លួនរួចរាល់ហើយកុំគេងប្រសិនបើអ្នកមិនទាន់វាមិនអីនោះទេបើសិនជាអ្នកមិនអាចគេងលក់ស្រួលមួយរយៈការទទួលយកការពិតគឺជាជំហានដំបូងឆ្ពោះទៅរកការផ្លាស់ប្ដូរនៅពេលដែលចាប់ផ្ដើមសន្ទនាជាមួយតម្រូវការផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងទទួលស្គាល់ថាតម្រូវការណាដែលអ្នកទាំងអស់គ្នាពេញចិត្តឬក៏បានបំពេញបំផុតហើយអ្នកព្យាយាមបំពេញវានៅក្នុងការផ្លាស់ប្ដូរឲ្យកើតឡើងតាមបែបធម្មជាតិតាមពិតទៅអ្នកទាំងអស់គ្នានៅក្នុងប្រធានបទថ្ងៃនេះខ្ញុំក៏មិនអាចឲ្យជាដំបូងមានណាដែល solid ឬក៏មានន័យសម្រាប់អ្នកទាំងអស់គ្នាខ្លាំងណាស់ណាដែរដោយសារតែខ្ញុំក៏ជាមនុស្សដែលជួបនឹងវិបត្តិបែបនេះដូចគ្នាខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាគិតដូចខ្ញុំឬអត់ទេខ្ញុំមួយថ្ងៃបើគិតជាសាច់ធ្វើការវាចូលប្រហែលជាអាចពីចន្លោះ12ម៉ោងឬក៏នៅពេលដែលខ្ញុំមានបច្ចេកក្រៅខ្ញុំអាចធ្វើការរហូតដល់ទូភ្លឺក៏មានដែរបើមើលទៅតាមស្ថិតិខ្ញុំឃើញថាអ្នកដែលមើលវីដេអូរបស់ខ្ញុំមានអាយុចន្លោះពី17រហូតដល់30ឆ្នាំជាងអញ្ចឹងគាត់ប្រហែលជាជួបនៅវិបត្តិ burn out ដូចជាខ្ញុំអញ្ចឹងដែរដោយសារតែគោលដៅរបស់យើងនៅវែងឆ្ងាយយើងក៏ត្រូវប្រឹងប្រែងប្រៀបជាមួយនឹងសេដ្ឋកិច្ចប្រចាំថ្ងៃរហូតដល់ពេលខ្លះខ្ញុំមិនអាចធ្វើរឿងដែលខ្លួនឯងចូលចិត្តចង់ធ្វើដូចជាលេងហ្គេមខ្ញុំគឺជាមនុស្សដែលចូលចិត្តលេងហ្គេមខ្លាំងមែនទែនឬក៏និយាយជាមួយមនុស្សជាទីស្រឡាញ់ខ្ញុំមានពេលតិចបំផុតដូច្នេះបើសិនជាខ្ញុំមកពីធ្វើការភ្លាមខ្ញុំគេងផ្លែតខ្ញុំមានអារម្មណ៍ថាពេញមួយថ្ងៃអត់បានសម្រាកប៉ុន្តែក្រោយមកខ្ញុំក៏មានអារម្មណ៍ថាខ្ញុំងើបមកតែមានអារម្មណ៍ថាឈឺក្បាលមានអារម្មណ៍ថាចង់គេងទៅវិញវាគឺជាសញ្ញាមួយដែលអាចប៉ះពាល់ដល់ខួរក្បាលរបស់យើងដោយសារតែយើងអត់បានគេងនៅពេលយប់ហើយខ្ញុំក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពដែលព្យាយាមកែប្រែនៅទម្លាប់មួយនេះចេញដែរអញ្ចឹងខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាក៏កំពុងធ្វើដូចខ្ញុំដូចគ្នាអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយ